នេះគឺជាកម្មវិធីមួយដែលយើងឲ្យប្រើប្រាស់ក្នុងការកាត់តវីដេអូ remove និង noise ចេញពីសំឡេងរបស់យើងក្នុងវីដេអូដែលយើងបានថតតើការ remove ហ្នឹងមានលក្ខណៈបែបម៉េចឥឡូវខ្ញុំនឹងបង្ហាញនេះគឺជាវីដេអូនិងសំឡេងដែលខ្ញុំមិនទាន់បានធ្វើការ remove noise ចេញពីវីដេអូហ្នឹងហើយនេះគឺជាសំឡេងដែលខ្ញុំបានធ្វើការ remove noise ចេញពីវីដេអូឥឡូវចង់ដឹងថាដំណើរការនៃការ remove noise ចេញពីវីដេអូនេះនៅលើកម្មវិធីហ្នឹងតើគេធ្វើអ្វីខ្លះតោះយើងទៅមើលការធ្វើទាំងអស់គ្នាហើយសម្រាប់កម្មវិធីដែលខ្ញុំប្រើប្រាស់នោះគឺជាកម្មវិធី Adobe Premiere ដែលមានស្រាប់ដែលក្រុមហ៊ុន Adobe Premiere បានទម្លាក់មកជាប្រភេទ version ទូរស័ព្ទឥឡូវនេះយើងចាប់ផ្ដើមចូលទៅកាន់កម្មវិធី Adobe Premiere ហើយនេះជាវីដេអូរួចយើងស្ដាប់ចេញពីវីដេអូហ្នឹងហើយនេះគឺជាសំឡេងដែលខ្ញុំបានធ្វើការ remove នេះដើម្បីធ្វើការ remove សំឡេងបានយើងត្រូវចុចស្លេចលើវីដេអូហ្នឹងរួចយើងជ្រើសរើសពាក្យ enhance speed រួចយើងចុចសញ្ញាបើកហើយស្ដាប់ទាំងអស់គ្នាហើយនេះគឺជាសំឡេងដែលអូខេសំឡេងបាត់ noise ហើយតែវាមានអារម្មណ៍ថាស្រួយតែជាទូទៅខ្ញុំប្រើ speed enhancement 40% ហើយចំពោះការ noise background គឺខ្ញុំដាក់ 10% ព្រោះបើយើងតម្លាក់មកសុនចេះគឺសំឡេងវាអស់ពេកដូចដែលមើលទៅដូចមានគ្មានការតាក់ទាញសំឡេងគ្មានការតាក់ទាញអញ្ចឹងជាបើកឲ្យមាន noise ត្រឹមតែ 10% បានហើយអូខេសូមអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយ